តែឥឡូវក្រុមលោកកាន់ទាំងអស់អ្នកណាគេជឿថាមន់ពងលើស្រូវអត់ស៊ីស្រូវឃើញយើងបង្កើតឲ្យមានវិមតិសង្ស័យឯងលំបាកនេះមិនមែនរឿងលោកសសុខាម្នាក់ឯងទេគឺលំបាកដោយសារប្រព័ន្ធដឹកនាំរដ្ឋដែលយើងធ្វើឲ្យបាយបិណ្ឌជាបាយបាត់ប្រឡូកពកបាក់គ្មានតម្លាភាពហើយរំលាយគណៈបកប្រឆាំងចោលរំលាយអង្គការស្ថាប័នឯករាជ្យប្រជាពលរដ្ឋអត់អាចហ៊ានរិះគន់អីចាប់គេដាក់គុកគ្រប់គ្នាដូចសម័យខ្មែរក្រហមតាមពិតនេះគឺជាអំពើបាបដែលធ្វើឲ្យជាប់ប្រដាសាខ្លួនឯងតើឥឡូវឃើញអ្នកទៅគេហៅអ្នកសាបព្រោះខ្យល់រមែងទទួលផលជាព្យុះសង្គ្រាអស់លោកទទួលអំពើកម្មនៃអំពើអញ្ញែអញ្ញៃហ្នឹងដល់ឥឡូវចាប់ផ្ដើមដោះអំបោះចពាក់ហ្នឹងបើដោះតែរឿងបកគលវាជារឿងមធ្យមទេមិនបញ្ហាទេព្រោះលោកសសុខាមិនខ្វះលុយចាយទេក្រុមមន្ត្រីអង្គការទាំងអស់ហ្នឹងចាយ300ជីវិតទៀតក៏មិនអស់ដែរលុយពួកគាត់ក៏ប៉ុន្តែជាតិយើងប្រជាប្រដ្ឋយើងទាំង18នាក់គឺឈ្មោះយើងអាស្រូវព្រោះបើឈ្មោះយើងអាស្រូវបើនៅស្រុកគេចោះចេញពីតំណែងអស់ហើយដើម្បីឲ្យជាតិនេះជ្រះស្រឡះស្ថាប័នឯករាជ្យកុំឲ្យយើងជាបុគ្គលកុំប្រឡាក់ប្រឡោសបើជាប់ឈ្មោះអញ្ចឹងហើយជ្រុលអញ្ចឹងហើយសុំលាចេញពីតំណែងហើយសុំឲ្យគេស៊ើបអង្កេតទៅឲ្យមានតម្លាទៅព្រោះឥឡូវយើងនៅក្នុងតំណែងនាយករដ្ឋជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃហើយឲ្យមេធាវីលៀងឈ្មោះលៀងអីយើងហ្នឹងគឺវារឿងហ្នឹងនៅស្មុគស្មាញលៀងបាននៅស្រុកក្រៅចុះស្រុកខ្មែរយើងមានធ្វើការស៊ើបអង្កេតទេរឿងនេះហាពិបាកមែនតើខ្ញុំថាពិបាកគឺពិបាកខ្លាំងគឺយើងចងអំបោះនេះឲ្យជំពាក់មុខខ្លួនឯងហើយមកប្រឹងដោះស្រាយគឺបានតែវែកចកទេហើយខ្ញុំអាណិតអាសូរទាំងលោកសសុខាទាំងមន្ត្រីរាជការនៅក្នុងជួរគណៈបកប្រជាជនកម្ពុជាដទៃទៀតហ្នឹងគឺយើងទាំងអស់គ្នានៅក្នុងប្រព័ន្ធមួយដែលអត់អាចដោះខ្លួនចេញបានណាព្រោះយើងចូលរួមទោះយើងជាមន្ត្រីល្អជាមន្ត្រីស្អាតស្អំក៏យើងនៅក្នុងត្រីមួយកត្រកដែលស្អុយងុំគឺស្អុយងោងតែម្ដងដល់អញ្ចឹងទៅគឺថាវាស្អុយទាំងអស់គ្នាយូរទៅអាលួយក្លិនអាសោចហ្នឹងយើងធ្វើមិនព្រោះយើងនៅក្នុងប្រព័ន្ធហ្នឹងហើយយើងអត់អាចដោះដូរបានទេទាល់តែយើងកែតម្រង់ឲ្យស៊ីជម្រៅហើយកាត់សាច់ស្អុយនឹងចោលដកអាត្រីស្អុយនឹងកវាត់ចោលលាងពាងសម្អាតសាថ្មីដោះសាប៊ូដាក់អា bleach អូសវ៉ែលអីឲ្យផ្កាប់ឲ្យស្ងួតហើយលាងមកយកត្រីដែលអត់ស្អុយហ្នឹងយកទៅលាងជំរះហើយយកមកដាក់សាថ្មីបានទៅឥឡូវយើងកំពុងតែនៅក្នុងពាងស្អុយជាមួយគ្នាហើយយើងចាប់ផ្ដើមឆ្កឹះត្រីស្អុយហ្នឹងយកទៅដាក់មកចំហៀងនៅក្នុងពាងដដែលហ្នឹងយើងអត់រើចាញ់ផងហ្នឹងយើងគ្រាន់តែយកទៅដាក់ជ្រុងពាងមកចំហៀងតើបាត់ក្លិនស្អុយឯណាទៅកើតនៅក្នុងហ្នឹងតើតែយើងរើចាញ់ហើយលាងជំរះកញ្ជ្រោកដោះតាអាណាដែលនៅល្អទុកអាណាហ្នឹងរំលាយចោលហើយសឹងតែដូរពាងថ្មីទៅទៀតកុំដាក់នៅក្នុងកន្លែងដដែលហ្នឹងហើយឥឡូវយើងកំពុងតែធ្វើអានេះគេហៅថាដូចរឿងកំ pl ែងអញ្ចឹងណាបងប្អូនសឡមួយឆ្នាំងប្រពន្ធហូបហឹលប្តីអត់ហូបហឹលហើយទៅញិចម្ទេសនៅក្នុងសឡហ្នឹងហើយទៅមានភ្លើងកម្ដៅព្រួលភួលមកឆ្នាំងភ្លើងទូចប៉ុណ្ណេះហើយទៅអត់មានខណ្ឌចែកជាពីរទេនៅក្នុងឆ្នាំងសឡឆ្នាំងភ្លើងជាមួយគ្នាប្តីអត់ហូបហឹលប្រពន្ធហូបហឹលប៉ុន្តែញិចម្ទេសនៅក្នុងទឹកសឡហ្នឹងប្រាប់ថាញិចតែមួយចំហៀងទេឲ្យប្តីហូបមួយចំហៀងទៀតទៅហូបយ៉ាងម៉េចបើញិចម្ទេសនៅក្នុងហ្នឹងអាពពុះខ្ជួលមកវាដូចកាយហ្នឹងគឺវាសក់ទៅវាហឹលយើងគិតថាយីខ្ញុំខំដាក់ម្ទេសនៅមួយចំហៀងនេះហើយចុះបងឯងហូបនៅខាងនោះទៅវាថៃបើខ្ញុំហូបហឹលខ្ញុំហូបតែខាងនេះវាហូបយ៉ាងម៉េចបើសិនក្នុងឆ្នាំងជាមួយគ្នាហ្នឹងវាទាល់តែយើងដួសសឡហ្នឹងចេញពីឆ្នាំងភ្លើងហ្នឹងមួយកូនចានមកហើយញិចម្ទេសដាក់អំបិលដាក់ស្អីស្រេចតែយើងទៅវាហឹលតែចានយើងទេអានៅក្នុងឆ្នាំងហ្នឹងវាអត់ហឹលទេចុះហេតុអីបានជារឿងសាមញ្ញបែបហ្នឹងយើងគិតអត់ឃើញណោះហេតុអីបានពិបាកម្ល៉េះរឿងសាមញ្ញសំបីតែញិចម្ទេសក្នុងឆ្នាំងសឡជាមួយគ្នាអ្នកគេអត់ហូបហឹលគេអត់អាចហូបកើតទេវាច្បាស់ជាហឹលទាំងអស់តែយើងអត់ព្រមដកសឡនឹងដាច់ដោយឡែកឬក៏ស្លពីរឆ្នាំងទៅមួយឆ្នាំងដាក់ម្ទេសមួយឆ្នាំងអត់ដាក់ទៅដើម្បីឲ្យគេអត់ហូបហឹលគេហូបកើតយើងនៅតែគិតថាអត់អីញិចនៅក្បែរហ្នឹងទៅដើម្បីឲ្យហូបបានយើងហូបមកចំហៀងរឿងនេះកញ្ញាញ់ខួរបងប្អូនឥឡូវគាត់កំពុងធ្វើលោកសសុខាកំពុងញិចម្ទេស
នៅក្នុងឆ្នាំងភ្លើងហើយឲ្យគេខាងផ្សេងទៀតហូបអត់ហិលហូបទៅអត់អីទេហូបតែខាងខ្ញុំឥឡូវគាត់ចាប់ផ្ដើមស្រាយ15ដោះខ្លួនគាត់ចេញជាការល្អហើយខ្ញុំថាជាការល្អមួយដែរព្រោះអីកន្លងមកគឺយើងអូយផ្សព្វផ្សាយមិនទេបកកែកថ្កោលទោសប៉ុន្តែឥឡូវប្រើយន្តការច្បាប់យន្តការច្បាប់នេះខ្ញុំប្រាប់ថាជាកំបិតមុខពីរអាចនឹងឲ្យគាត់រួចខ្លួនដកឈ្មោះពីបញ្ជីក៏ប៉ុន្តែមិនមែនរួចខ្លួនពីការជាប់នៅក្នុងអំពើដែលគេសង្ស័យហ្នឹងទេគេអាចដកពីបញ្ជីឈ្មោះឥឡូវចាំមើលខ្ញុំប្រាប់ឈ្មោះអ្នកណាខ្លះនៅក្នុងបញ្ជីគេហ្នឹងព្រោះបងប្អូនសួរខ្ញុំច្រើនហើយថាឈ្មោះអ្នកណាខ្លះបញ្ជីគេនេះគឺអឺពេលដែលតំណាងរាស្ត្រសហរដ្ឋអាមេរិកប្រចាំរដ្ឋឥណ្ឌាណាកាលពីខែធ្នូឆ្នាំ2025គាត់ស្នើច្បាប់មួយឈ្មោះថា HR 5490ស្ដីអំពីការរំលាយអង្គការចាត់តាំងឆបោកអនឡាញបរទេសនឹងច្បាប់សេចក្តីព្រាស្នាច្បាប់ហ្នឹងគឺអញ្ចឹងគាត់ដាក់ទៅលោកឈ្មោះថា Jefferson Shreve ដែលជាតំណាងរាស្ត្រមកពីខាងគណៈបកសាធារណរដ្ឋគឺគណៈបកលោកត្រាំកាន់អំណាចសប្តាហ៍នេះហើយគាត់រៀបរាប់បុគ្គលច្រើនណាស់ដែលតាក់ទងនឹងការឆបោកអនឡាញគឺជាជនសង្ស័យឥឡូវខ្ញុំរៀបរាប់ហើយខ្ញុំដកឈ្មោះតាមពិតមានលោក Benjamin ដែលខ្ញុំនិយាយ Ben ដែលជាជនជាតិបរទេសជនជាតិអាហ្វ្រិកខាងត្បូងស្បែកសហ្នឹងមានខ្ញុំរាប់តែខ្មែរហើយនឹងអ្នកដែលយើងស្គាល់ជាទូទៅឯងចិនច្រើនណាខ្ញុំទុកនៅអត់រាប់ទេBenjamin មាន Gen Z មានអ្នកស្រីជូប៊ុនអេងមានលោកឌីវិជាដែលជាកូនរបស់លោកហុកឡង់ឌីសប្ងៃលោកឌីវិជាគឺជាប្តីរបស់អ្នកស្រីហ៊ុនម៉ាណាដែលជាកូនស្រីរបស់លោកហ៊ុនសែនមានឈ្មោះហ៊ុនសុរចនាមានឈ្មោះលោកហ៊ុនតូមានឈ្មោះអឹងតារាមានឈ្មោះលោកអ្នកអង្គញាកុកអានមានឈ្មោះគួចចម្រើនដែលជាអភិបាលខេត្តកណ្ដាលសប្ងៃមានឈ្មោះលោកឡុងឌីម៉ង់ដែលធ្លាប់ធ្វើជាអភិបាលរងរាជធានីភ្នំពេញមានលោកណេតសាវឿនដែលជាមន្ត្រីជាន់ខ្ពស់ស្នងការនគរបាលជាតិមានរិទ្ធីរស្មីមានលោកសសុខាដែលជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃមានលោកឈ្មោះយ៉ាន់បូរិតយ៉ាន់ណារុងយ៉ាន់សត្យាយឹមលាក់បាទពីក្រៅពីហ្នឹងទៀតសុទ្ធតែឈ្មោះចិនឈ្មោះអីក្រុមហ៊ុន Huiwan Group របស់លោកអង្ញាហ៊ុនតូក្រុមហ៊ុន K99 Group ក្រុមហ៊ុនUnion Development របស់ចិនដែលធ្វើពលានយន្តហោះនៅតារាសាគរនៅខេត្តកោះកុងក្រុមហ៊ុន Prince Group ហ្នឹងក៏ជាប់នៅក្នុងហ្នឹងនឹងអង្គការចាត់តាំងច្រើនផ្សេងទៀតនេះឈ្មោះមកកណោក៏ដឹកឥឡូវលោកសសុខាគាត់មកដោះសូមឲ្យដកឈ្មោះនឹងចេញតើតើនឹងការឆប់បោកឥឡូវអ្នកដែលជាប់ពាក់ព័ន្ធនឹងឈ្មោះដែលលោកសសុខាមានឈ្មោះចិនជាច្រើនសុទ្ធតែជាប់នៅក្នុងបញ្ជីថ្កោលទោសរបស់រដ្ឋាភិបាលជាតិអាមេរិកទាំងអស់ចុះបើឧទាហរណ៍ថាលោកសសុខាជួលមេធាវីអស់ជិត$300,000នេះហើយចុងក្រោយគឺគេបានដកឈ្មោះគាត់ចេញពីបញ្ជីហ្នឹងតើលោកសសុខានឹងរួចខ្លួនពីបញ្ជីខ្មៅនេះឬយ៉ាងណាសំណួរសួរយ៉ាងវិញព្រោះអីលោកយឹមលាក់គាត់ធ្វើជោគជ័យហើយដោយសារអីឃើញសេចក្តីស្នើច្បាប់ដដែលនេះសេចក្តីស្នើច្បាប់របស់លោកJefferson Shreve ដែលពីរដ្ឋឥណ្ឌាណារបស់ខាងសាធារណរដ្ឋហ្នឹងគឺនៅពេលដែលយើងមើលខ្លឹមសារច្បាប់ថ្មីដែលសេចក្តីស្នើច្បាប់គាត់ដែលកែប្រែហ្នឹងគឺអត់មានឈ្មោះលោកយឹមលាក់មែនតែអ្នកដទៃទៀតដែលខ្ញុំរៀបរាប់ប្រមាណហ្នឹងនៅទាំងអស់នៅទាំងអ្នកស្រីយូប៊ុនអានអ្នកស្រីតកតងលោកឌីវិជាឬក៏លោកសសុខាឬក៏លោកហ៊ុនតូកុកអានអីហ្នឹងនៅចពាក់វៈវិននៅហ្នឹងទាំងអស់ឥឡូវលោកសសុខាចាយលុយ$300,000ដើម្បីជួលមេធាវីចោះបើគេថ្ងៃក្រោយទៅ
គេកែសេចក្តីស្នើច្បាប់បងប្អូនសេចក្តីស្នើច្បាប់នេះវាមិនមែនជាច្បាប់ទេដូចខ្ញុំនិយាយចឹងវាអត់ទាន់ចូលជាច្បាប់ទេគ្រាន់តែថាសេចក្តីស្នើច្បាប់តំណាងរាស្ត្រគេដាក់មកវាហាក់បីដូចជាផ្ដល់ឱកាសឲ្យមនុស្សដោះដូរតោសោកលុយឬក៏អាចចាយលុយដើម្បីខ្សឹបគ្នាទៅឲ្យដកឈ្មោះយើងអត់ដឹងឯតិចទៀតទៅមិនដឹងថាតើឥទ្ធិពលអីដែលធ្វើឲ្យឈ្មោះលោកយឹមលាក់គេអាចដកបានតែអ្នកផ្សេងទៀតនៅដោយសារតែមិនទាន់មានមេធាវីអញ្ចឹងហើយបានជាលោកសសុខាត្រូវជួលមេធាវីដែរយើងអត់ដឹងអញ្ចឹងយើងចាំតាមដានរឿងនេះតទៅទៀតបងប្អូនតែយ៉ាងណាខ្ញុំគិតថាបើសិនជាមានភ័ស្តុតាងគ្រប់គ្រាន់ពន្យល់ទៅអ្នកដែលស្នើច្បាប់នេះកុំឲ្យមានឈ្មោះនៅក្នុងបញ្ជីនេះវាអាចដែរថាគេនឹងដកឈ្មោះលោកសសុខាចេញពីឈ្មោះដែលគេស្នើតែប៉ុណ្្នឹងឯងគាត់ដកឈ្មោះចេញពីការស្នើទេក៏ប៉ុន្តែមិនមែនបានន័យថាលោកសសុខាឬក៏លោកយឹមលាក់រួចអំពីការយល់ឃើញឬសង្ស័យពីជាប់ពាក់ព័ន្ធនៅក្នុងការឆបោកអនឡាញនៅប្រទេសកម្ពុជាទេខ្ញុំនិយាយថាហេតុអីបានជាអត់រួចខ្លួនគឺទាល់តែកម្ពុជាខ្លួនឯងដែលជាម្ចាស់ផ្ទះនេះរៀបចំគណៈកម្មាធិការស៊ើបអង្កេតឯករាជ្យមួយស៊ីជម្រៅឯករាជ្យពីអង្គការសង្គមស៊ីវិលឲ្យមិនចំណោះគណៈបករដ្ឋាភិបាលហើយត្រូវឲ្យលោកសសុខាដកខ្លួនចេញពីក្រុមស៊ើបអង្កេតនេះអត់មានត្រូវពាក់ព័ន្ធទេហើយអង្គការស៊ើបអង្កេតនេះត្រូវតែមានស្ថាប័នឯករាជ្យចូលរួមទាំងអង្គការសង្គមស៊ីវិលដើម្បីអីបងប្អូនដើម្បីទី1លាងជំរះមន្ទិលទាំងលោកកុកអានទាំងលោកលីយ៉ុងផាត់ទាំងលោកហ៊ុនតូទាំងអីទាំងអស់ហ្នឹងឌីវិជាឬក៏ឡុងឌីម៉ង់ឬក៏លោកណេតសវឿនដែលមានឈ្មោះដែលខ្ញុំរៀបរាប់មិញនៅក្នុងกระดาษគេនេះយ៉ាងហោចណាស់ក៏ផ្ដល់យុត្តិធម៌ឲ្យអ្នកទាំងអស់នោះដែរខ្ញុំម្ដងទៀតការសង្ស័យឬចោទប្រកាន់មិនបានធ្វើឲ្យបុគ្គលដែលមានឈ្មោះនៅក្នុងការចោទប្រកាន់ជាអក្រិតជនទេតែឈ្មោះទាំងអស់ហ្នឹងទាំងលោកសសុខាទាំងលោកឌីវិជាទាំងលោកណេតសវឿនហ៊ុនតូកុកអានជូបង្អានឬក៏អ្នកផ្សេងហ្នឹងទាំងអស់ហ្នឹងសុទ្ធតែជាបុគ្គលអត់ទាន់មានពិរុទ្ធភាពទេព្រោះច្បាប់ការពារថាបើតុលាការមិនទាន់រកឃើញអ្នកណាម្នាក់មានទោសទេអ្នកនោះនៅតែជាជនអត់មានកំហុសទេនេះច្បាប់គេការពារអញ្ចឹងហើយខ្ញុំជាដោយស្មោះត្រង់ខ្ញុំមិនខ្វល់ថាអ្នកនោះជាមន្ត្រីគណៈបកប្រជាជនជាមន្ត្រីអីក៏ដោយទេក្នុងន័យយុត្តិធម៌ផ្លូវច្បាប់គឺអ្នកទាំងអស់នោះអត់មានកំហុសអីទេទាំងលោកហ៊ុនតូទាំងលោកឌីវិជាទាំងលោកសសុខាកុកអានលីយ៉ុងផាត់ឬក៏ណេតសវឿនឬក៏អ្នកទាំងអស់ដែលមានឈ្មោះហ្នឹងគឺមិនមែនជាតន់ដិតទេយើងមិនអាចទៅហៅគេថាតន់ដិតបានទេគ្រាន់តែជាការសង្ស័យប៉ុន្តែអវិមតិសង្ស័យនេះណាបើអត់មានការស៊ើបអង្កេតស្រាវជ្រាវស្រួលបួលទេវាបានជាប្រយោជន៍របស់សាធារណជនទូទៅនៅក្នុងការចោទប្រកាន់គាត់ថាជាអក្រិតជនទៅវិញនេះអាហ្នឹងដែលខ្ញុំទាមទារឲ្យមានការស៊ើបអង្កេតឯករាជ្យឥឡូវមកដល់ម៉ោងហ្នឹងមានការស៊ើបអង្កេតនៅអត់លោកគុណគឹមលោកត្រីភិបលោកហ៊ីងប៊ុនហៀងមន្ត្រីក្រាក់នៅក្នុងជួររដ្ឋាភិបាលច្រើនណាស់ដែលរដ្ឋាភិបាលជាតិអាមេរិកដាក់ទណ្ឌកម្មហើយមានឈ្មោះនឹងក្នុងបញ្ជីខ្មៅរាប់ភ្លេចអត់ដែលមានរដ្ឋាភិបាលកម្ពុជាឯណាដែលអះអាងថាខ្លួនស្អាតស្អំហ្នឹងស៊ើបអង្កេតសំបីតែមួយដងហេតុអីបានជាអត់ហ៊ានមើលសំណួរយើងសួរចេះទៅវិញហេតុអីបានអត់ហ៊ានការដែលមិនស៊ើបអង្កេតសោះគឺមានន័យស្មើនឹងការទទួលស្គាល់អ្វីដែលគេចោទប្រកាន់នឹងថាត្រូវព្រោះពាក្យថានៅស្ងៀមស្ងាត់ណាគឺបានន័យថាយើងទទួលកំហុសទៅវិញទេអានេះហ่ะប៉ុន្តែបើឲ្យពួកគាត់ស៊ើបអង្កេតសំណួរសួរទៅវិញថាតើយើងហែកពោះឲ្យក្អែកចឹកមែនតែស៊ើបអង្កេតទៅវាពាន់តណោតជាប់ដោយណាដល់ណានៃដល់អីចឹងយកមន្ត្រីគាត់យកទៅដាក់គុកអស់អាកំពុងតែគេឈ្មោះអាស្រូវហ្នឹងយ៉ាងម៉េចអញ្ចឹងសុកចិត្តនៅស្ងៀមជាជាងសដីតពៀជ័យខ្ចីជាជាងទនេមាត់អត់ធ្វើអីទាំងអស់ទុកឲ្យសហគមន៍អន្តរជាតិចោទចឹងទៅហើយខ្លួនឯងចេះតែដោះសារទៅហើយគិតថាធ្វើបែបនេះនឹងជំរះខ្លួនបានអត់បានជ្រះទេប្រឡាក់ផុកប្រឡាក់អីអស់ហើយអត់អាចនឹងទៅននាលស្មៅអីជ្រុះផុកទេទាល់តែងូតទឹកជំរះកាយជុដោះសាប៊ូដោះអីច្រើនសាណាហើយបើយើងនៅកលុំភួយហើយយើងថាយើងអត់ប្រឡាក់អត់អីអត់ទេអញ្ចឹងខ្ញុំនៅតែលើកទឹកចិត្តឲ្យរដ្ឋាភិបាលនិងលោកសសុខាខ្លួនលោកដែលជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបន្ថែមទៅលើការជួលលុយឲ្យក្រុមមេធាវីក្រៅប្រទេសស៊ើបអង្កេតឲ្យហ្នឹងណាឲ្យដើម្បីសុំទោសលាងជំរះឈ្មោះខ្លួនឲ្យហ្នឹងណា
ស៊ើបអង្កេតខ្លួនលោកទៅទាន់លោកជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំថាកុំតែកុំយកខ្លួនចូលនៅក្នុងការស៊ើបអង្កេតខ្លួនឯងវាអត់អាចស៊ើបអង្កេតកើតទេយើងត្រូវដកខ្លួនចេញពីការស៊ើបអង្កេតហ្នឹងឲ្យបង្កើតក្រុមស៊ើបអង្កេតចម្រុះឯករាជ្យហ្នឹងទៅដើម្បីមុខមាត់ជាតិយើងដែរបងប្អូនសួរថាតើនរណាគេជឿលើស្ថាប័នស៊ើបអង្កេតស្រុកខ្មែរយើងគ្មានឯករាជ្យគ្មានអីវាគ្រាន់បើជាងអត់សោះដែរឥឡូវអត់សោះហ្មងឲ្យមានស្ថាប័នឯករាជ្យណាមួយស៊ើបអង្កេតទៅហើយសហការជាមួយនឹងអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិឧទាហរណ៍តោះតែមានតម្លាភាពបែបហ្នឹងណាបានយើងស្ដារមុខមាត់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់មន្ត្រីទាំងអស់នៅខ្ញុំជឿថាមន្ត្រីខ្មែរមិនមែនសុទ្ធតែកក្រិចស្មោកគ្រោកគ្រប់តែគ្នាអញ្ចឹងទេក៏មានមន្ត្រីគេស្អាតស្អំគេល្អប៉ុន្តែដល់ពេលយើងនៅក្នុងពាងប្រហុកស្អុយហួងបែបនេះគឺយើងជាប់ឈ្មោះអញ្ចឹងវាគួរឲ្យអាសូរអញ្ចឹងខ្ញុំនៅម្ដងទៀតខ្ញុំនៅតែលើកទឹកចិត្តឲ្យអស់លោកធ្វើទៅយើងបង្កើតគណៈកម្មការហ្នឹងទៅហើយកុំខ្លាចមាសសុទ្ធកុំខ្លាចភ្លើងបើយើងអត់ធ្វើទេគឺយើងមិនមែនមាសសុទ្ធទេគឺយើងមានខ្លួនតែប៉ុណ្ណឹងបើអត់ស៊ើបអង្កេតខ្លួនឯងគឺយើងមានខ្លួនឥឡូវនេះគឺតកតងនឹងរឿងទី2បាទក៏រឿងទី1ហ្នឹងគឺដល់ណាណីហើយខ្ញុំថាចប់ត្រឹមម៉ោង6កន្លះឥឡូវអឺកាន់តែឆ្ងាយទៅប៉ុន្តែខ្ញុំដោយសារតែរឿងនេះវាវែងខ្ញុំត្រូវផ្សាយតកតងនឹងរឿងលោកកឹមសុខាឯណោះវិញបងប្អូនដឹងហើយលោកកឹមសុខាផ្អាកបួសសិនដោយទុកពេលវេលាថែម្ដាយត្បិតស្ថានភាពម្ដាយកាន់តែចាស់ជរាដាបណាស់ទៅហើយបាទនេះគឺយើងឃើញសារពីមេធាវីសហមេធាវីរបស់លោកកឹមសុខាមានលោកផែងហេងនិងអ្នកស្រីមេងសុភារីប្រាប់សារព័ត៌មានក្នុងស្រុកតាំងពីម្សិលមិញមកម្លេះថាលោកកឹមសុខាផ្អាកដែលបំណងទៅបួសមួយរយៈសិនហើយព្រោះអីម្ដាយរបស់លោកដាបខ្លាំងលែងទទួលទានអាហារអីបានហើយអញ្ចឹងគាត់ចង់ចំណាយពេលវេលាចុងក្រោយគិតគូរមើលថែម្ដាយឲ្យអស់ចិត្តសិនរឿងបួសហ្នឹងសំពេលក្រោយក៏បានដែរខ្ញុំមិនភ្ញាក់ផ្អើលនៅក្នុងការដែលគាត់ផ្អាកមិនទាន់បួសអីសិនទេព្រោះអីការបួសហ្នឹងគឺគាត់ធ្លាប់សន្យាមកហើយប្រជាពលរដ្ឋក៏យោគយល់ដែរមិនមែនថាតើតើបួសហ្នឹងចេញមកត្រូវតែបួសភ្លាមទេព្រោះស្ថានភាពម្ដាយគាត់ដាបបែបនេះឬបួសសងគុណម្ដាយឬបួសដើម្បីលាបំណន់ឬអីនោះអត់អីទេគាត់ធ្វើពេលណាក៏បានដែរប្រជាពលរដ្ឋខ្មែរមិនខ្វល់ទេរឿងហ្នឹងក៏ប៉ុន្តែខ្វល់មួយយ៉ាងគឺលោកអត់ទាន់មានសិទ្ធិធ្វើនយោបាយคล้ายទៅជាមនុស្សដែលបាត់បង់សិទ្ធិនយោបាយហើយជាអ្នកនយោបាយអានេះបានជារឿងធំបាទឥឡូវខ្ញុំបន្តទៀតតកតងនឹងរឿងលោកហ៊ុនសែនផ្ដាំទៅក្រមប្រឆាំងឲ្យចាំបើកភ្នែកមើលឧស្សាហកម្មយោធាកម្ពុជានឹងរីកចម្រើននៅពេលខាងមុខសាររបស់លោកហ៊ុនសែនផ្ដាំទៅក្រមប្រឆាំងឲ្យចាំបើកភ្នែកមើលបន្តិចទៀតឧស្សាហកម្មយោធានៅកម្ពុជាផលិតអាវក្រោះផលិតគ្រឿងសម្ភារៈយោធាអីហ្នឹងគឺថាទំនើបនិងក៏ក្រើកនៅពេលខាងមុខហើយកុំឲ្យមើងងាយទាហានខ្មែរមើងងាយវិស័យការពារជាតិកម្ពុជាអីចឹងអើយលោកហ៊ុនសែនមិនដឹងជាគាត់ទៅរវល់អីជាមួយនឹងការទៅប្រឹងឌឺដងឡងសម្ដីអីជាមួយនឹងក្រុមប្រឆាំងការដឹកនាំប្រទេសកុំរវល់រឿងរើសដុំថ្មចោលឆ្កែអញ្ចឹងបើសិនជាលោកដឹកនាំវិស័យយោធាឲ្យបានល្អបានប្រសើរទៅគេជួយអបអរទះដៃអបអរសាទរប៉ុន្តែឥឡូវហ្នឹងប្រសើរអីគេវាយយកអស់62កន្លែងបាត់ហើយហ្នឹងទាហានយើងស្លាប់អស់មកកណោយើងគ្មានទឹកផឹកផងឥឡូវហ្នឹងតែទឹកផឹកក៏ពិបាកផងដោះស្រាយអាបញ្ហាហ្នឹងសិនហើយកុំទៅបាច់ឌឺដងឡងសម្ដីអីជាមួយក្រុមប្រឆាំងអីព្រោះលោកតាជាអ្នកនិយាយថាក្រុមប្រឆាំងនេះតែនិយាយច្រើនបានចិត្តទេបំភ្លេចពួកគាត់ចោលទៅភាពខ្លាំងរបស់គណៈបកប្រជាជនកម្ពុជានិងរដ្ឋាភិបាលមិនមែនការវាយបកជេរបន្តិចក្រុមប្រឆាំងទេភាពខ្លាំងរបស់ខ្លួនគឺការធ្វើឲ្យចេញជាលទ្ធផលទៅកុំខ្វល់អ្នកណាថាអីអ្នកណាថាអីថាទៅកុំធ្វើត្រូវឲ្យដូចគេថាលោកធ្លាប់និយាយថាបើគណៈបកប្រឆាំងបែកបាក់គ្នាកុំបន្ទោសគណៈបកប្រជាជនមិនអញ្ចឹងហ៎ទៅបន្ទោសគណៈបកប្រឆាំងខ្លួនឯងដែលអត់ចេះគ្រប់គ្រងបកស្រួលបួលធ្វើឲ្យបែកលហែកខ្ទេចខ្ទីអាហ្នឹងក៏ធ្លាប់និយាយថាមកពីខ្លួនឯងមិនកើតកុំមកបន្ទោសគណៈបកប្រជាជនកម្ពុជាឥឡូវដល់ពេលយើងទាហានយើងអត់កើតយើងទៅបន្ទោសយើងគ្រប់គ្រងវិស័យការពារជាតិឲ្យរខិរខៈទប់ដីខ្មែរពីការឆ្លៀតពៀនរបស់ថៃអត់បានយើងទៅរករឿងក្រុមប្រឆាំងថារិះគន់ថាទាហានយើងអន់ទាហានយើងមិនអាចធ្វើអីកើតហើយឥឡូវផលិតបានអាវក្រោះផលិតបានមួកអីហ្នឹងយើងគិតថាតិចទៀតទៅឧស្សាហកម្មយោធាហ្នឹងយើងអស់ចាឲ្យពួកខាងក្រុមប្រឆាំងបើកភ្នែកមើលហើយបើកភ្នែកមើលមិនយើង
ទាដីគេឲ្យបាន62កន្លែងមកវិញមកអារឿងហ្នឹងគឺជារឿងមួយសំខាន់ណាស់អារឿងផលិតអាវក្រោះផលិតអីបានល្អហើយប៉ុន្តែកុំទៅអួតកុំទៅអីយើងឆ្អែតអារឿងអួតមេដឹកនាំខ្មែរយើងហ្នឹងមហាអួតអស់62កន្លែងអួតអារឿងសណាញ់មេឃអត់មានសណាញ់មេឃទាហានខ្មែរស្លាប់ពេញព្រៃអាហ្នឹងយើងឈប់អួតបានទេវាអត់ប្រយោជន៍ទេហើយទៅឌឺដងអីធ្វើទៅឧស្សាហកម្មយើងល្អក៏ល្អទៅខ្ញុំជួយត្រេកអរបើយើងអាចផលិតយន្តហោះបដិញបានទៀតងាប់ហើយមិនដឹងជាយើងអស្ចារប៉ុណ្ណាប៉ុន្តែកុំអាលអីអាយន្តហោះបដិញឬក៏សពាវុធមីស៊ីលអីហ្នឹងនឹងឲ្យយើងសាកផលិតឈើចាក់ធ្មេញទៅលក់នៅស្រុកវៀតណាមកុំឲ្យវៀតណាមនាំឈើចាក់ធ្មេញចូលយើងប្រគុណឬក៏គ្រឿងស្អីដែលកុំឲ្យថៃគ្រាន់តែប្រគុណក៏យើងទិញពីថៃដែរហ្នឹងយើងសាកធ្វើខ្លួនអោអស់អាហ្នឹងមើល40ឆ្នាំហើយធ្វើអត់ទាន់បានឥឡូវឲ្យគេចាំអង្គុយចាំមើលរីកចម្រើនឆ្នាំណាវាយូរពេកទៅស្លាប់អស់ទៅដឹងហើយបើល្អចេះតែធ្វើទៅកុំទៅឌឺដងអីក្រុមគាត់ខាងក្រុមប្រឆាំងហ្នឹងធ្វើឲ្យតែល្អខ្លួនឯងទៅហើយមិនចាំឲ្យក្រុមប្រឆាំងចាំមើលទេបើយើងអស់ចានេះគេគ្មានរិះគន់យើងកើតទេគេនឹងច្បាស់ជាទៅរកអីផ្សេងទៀតហើយប៉ុន្តែកុំទៅខាត់ក្រុមប្រឆាំងពីការរិះគន់ព្រោះអីវាជាសិល្បៈនៅក្នុងការធ្វើនយោបាយទេបើឲ្យក្រុមប្រឆាំងសរសើររដ្ឋាភិបាលចាំបាច់មានក្រុមប្រឆាំងទៅអីត្រូវគ្នាជាមួយរដ្ឋាភិបាលចឹងចូលធ្វើការជាមួយរដ្ឋាភិបាលទៅប៉ុន្តែគេមិនមែនប្រឆាំងគ្រប់តែមុខទេជួនកាលកន្លែងខ្លះល្អក៏សរសើរទៅហើយខ្ញុំក៏លើកទឹកចិត្តឲ្យក្រុមប្រឆាំងដែរកុំប្រឆាំងផ្កាប់មុខកន្លែងណារដ្ឋាភិបាលធ្វើត្រូវសរសើរទៅកន្លែងណាធ្វើខុសលើកទឹកចិត្តរិះគន់ក្នុងន័យស្ថាបនាឲ្យគេកែទៅតែកុំទឹះគ្រប់រឿងតែប៉ុណ្្នឹងទេបានយើងត្រូវគ្នាហើយរដ្ឋាភិបាលហ្នឹងកុំរវល់រើសដុំថ្មចោលឆ្កែធ្វើត្រូវឲ្យច្រើនធ្វើទៅខ្ញុំត្រេកអរលើកទឹកចិត្តតែប៉ុណ្្នឹងឯងបាទឥឡូវនេះគឺចូលដល់រឿងអ្នកជំនាញសុវត្ថិភាព Digital រកឃើញទិន្នន័យក្រុម Comment រំខានថ្ងៃនេះខ្ញុំឃើញលោកង៉ែត Moses ដែលជាគេហៅទីប្រឹក្សាផ្នែកសន្តិសុខ Digital លោកធ្វើការស្រាវជ្រាវឯកសារច្រើនណាស់ខ្ញុំសូមសរសើរអំពីអឺដូចថាចំណេះជំនាញផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យានេះដែលលោកតែងតែស្រាវជ្រាវឯកសារជាច្រើនបានជាធម្មទានចំណេះដឹងជូនប្រជាពលរដ្ឋយើងហើយលោកស្រាវជ្រាវសូមឲ្យបងប្អូនលើកទឹកចិត្តឲ្យទៅមើល Facebook របស់គាត់ឈ្មោះថា Ngait Moses គឺ NGETH MOSES បាទគាត់មានផ្សាយព័ត៌មានអំពីការស្រាវជ្រាវដែលនិយាយអំពីគណនីខ្មោចដែលគេបង្កើតជាយន្តការដើម្បីវាយលុកនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ Facebook ហ្នឹងធ្វើឲ្យជនដែលអា comment អីហ្នឹងគឺមកដដែលហ្នឹងគឺបានន័យថាប្រើម៉ាស៊ីនណាដើម្បីបំផ្លាញហើយចេះតែថាទៅគឺថាមកដល់ម៉ោងវិភាគលប់អីទៀតចឹងទៅផ្សាយបំពុលព័ត៌មានបំពុលអីចឹងដដែលហ្នឹងគឺមកក្នុងន័យវិធានសនាគឺឲ្យគាំងប្រព័ន្ធផ្សព្វផ្សាយរបស់ជាពិសេសគណៈបកប្រឆាំងដូចជាវិទ្យុឯករាជ្យឬអីហ្នឹងគឺក្រុមហ្នឹងគឺមកបំផ្លាញចឹងគ្រប់ពេលតែម្ដងគឺរៅឆាននិយាយគឺយាយីឲ្យលោករកឃើញទៅថាមានក្រុមដែលបង្កើតកណនីដែលខ្មោចបែបនេះបញ្ជាដោយម៉ាស៊ីនហើយក្នុង1នាទីជួនកាលមានមតិដូចគ្នាហ្នឹងគឺប្រហោះទៅ30 40អីបើមនុស្សមែនតើសេមិនតាន់តែនេះគឺ copy paste ចូលទៅម្ដងច្រើនដូចទម្លាក់គ្រាប់បែកចង្កោមអញ្ចឹងចង្រៃមែនតើបងប្អូនចង្រៃយើងបានតែអត្តបាតអញ្ចឹងទេហើយយើងបំផ្លាញគ្នាអត្តបាតអត់ប្រយោជន៍អញ្ចឹងហ្នឹងប្រកែប៉ុន្តែបើថាជួយរិះគន់ស្ថាបនាអីយើងអត់ទេបាទឥឡូវតិចទៀតទៅគេស្រាតខោគាត់ទៅដឹងហើយខ្ញុំជឿថាអ្នកទាំងអស់នេះគ្មានអ្នកណាក្រៅពីអ្នកគ្រប់គ្រងគណៈបកកណ្ដាលអំណាចឬគណៈបកប្រជាជនកម្ពុជាទេព្រោះពួកគាត់មករករឿងតែគេផ្សាយក្រៅស្រុកក្រៅអីអំពីបញ្ហាអសកម្មរបស់គណៈបកប្រជាជនកម្ពុជានិងរដ្ឋាភិបាលគាត់មកតែចឹងមកគឺថាធ្វើឲ្យកាំងធ្វើអីប្រព័ន្ធ comment របស់គេហ្នឹងគឺថាជន់ជោទៅដោយអា comment ខ្មោចហ្នឹងហើយមួយថ្ងៃហ្នឹងគឺគ្មានធ្វើអីទេក្រៅពីប្រើអំពើទុច្ចរិតបែបហ្នឹងអត់ព្រមរៀងហើយអត់ខ្មាស់អំពើបាបបាទឥឡូវបងប្អូនបន្តទៅទៀតតកតងរឿងចាប់ខ្លួនទៀតហើយថ្ងៃនេះគឺយើងឃើញរដ្ឋាភិបាលកម្ពុជាចាប់ខ្លួននាយករងសាលាមួយរូបទៀតហើយតកតងនឹងការបញ្ចេញមតិតាមប្រព័ន្ធសង្គម Facebook នេះសារព័ត៌មាននេះគឺបានមកពី
លីកាដូអង្គការសិទ្ធិមនុស្សនៅមូលដ្ឋានគាត់ថានាយករងសាលាលោកម៉ាចន្ទរាលោកម៉ាចន្ទរាត្រូវផ្ដន្ទាទោសជាប់ពន្ធនាគារ2ឆ្នាំជុំវិញការបង្ហោះសាររិះគន់ពីបញ្ហាព្រំដែនថ្ងៃទី11ខែមិថុនាម្សិលមិញនេះគឺសាលាដំបងរាជធានីភ្នំពេញផ្ដន្ទាទោសលោកម៉ាចន្ទរានាយករងសាលាបឋមសិក្សាមួយឲ្យជាប់ពន្ធនាគារ2ឆ្នាំពិន័យប្រាក់2លានរៀលគឺ$500ពីបទញុះញង់បាទលោកចន្ទរាត្រូវបានចាប់ខ្លួនភ្លាមកាលពីថ្ងៃ19ខែកុម្ភៈ2026 4ខែមុននៅផ្ទះលោកនៅឃុំពួកស្រុកពួកខេត្តសៀមរាបដោយក្រុមនគរបាលស្នងការឋាននគរបាលខេត្តសៀមរាបនិងស្នងការរដ្ឋាននគរបាលភ្នំពេញក្រោយលោកចែកចាយនិងបង្ហោះសាររិះគន់បញ្ហាព្រំដែនកម្ពុជាថៃនឹងការចាប់ខ្លួនអ្នកសារព័ត៌មានអនឡាញម្នាក់ដែលលើកឡើងពីបញ្ហាខ្វះទឹកគឺគាត់រិះគន់រឿងទៅចាប់អ្នករាយការណ៍រឿងខ្វះទឹកជាប់គុកគេដែរអីចឹងទៅឥឡូវនេះលោកចន្ទរាត្រូវបានបញ្ជូនទៅឃុំខ្លួននៅមន្ទីរអប់រំកែប្រែព្រៃសរភ្នំពេញបាទឥឡូវអ្នកដែលជាអ្នកទោសមនសិការនឹងឡើងដល់110នាក់ឯងបន្តទៅទៀតបងប្អូនមានព័ត៌មានអន្តរជាតិខ្លះដែរយប់នេះគឺព័ត៌មានអន្តរជាតិនេះគឺនិយាយអំពីអ៊ីរ៉ាក់អ៊ីរ៉ង់ទៀតហើយសំទោសអាមេរិកនិងអ៊ីរ៉ង់ប៉ុន្តែមុនចូលដល់អាមេរិកនិងអ៊ីរ៉ង់ខ្ញុំនិយាយពីរឿងអ៊ុយក្រែនបន្តិចព្រោះអ៊ុយក្រែនលេងម្ចាស់ដៃហើយនេះហ៊ានវាយកំទេចស្ពានដឹកភស្តុភារយោធារុស្ស៊ីនៅជិតក្រេមៀខ្លាំងមែនតើខ្ទេចស្ពានដឹកភស្តុភារហ្នឹងគឺថ្ងៃនេះអ៊ុយក្រែនលេងម្ចាស់ដៃហ្នឹងគឺកំទេចរថយន្តយោធារបស់រុស្ស៊ីអស់50គ្រឿងតែម្ដងដោយប្រើដល់ពេលដែលបំផ្លាញស្ពានដឹកភស្តុភារគឺសម្ភារៈជំនួយយោធារបស់យោធារុស្ស៊ីហ្នឹងនៅតំបន់ដែលស្ពានបើកចូលក្រេមៀណាក្រេមៀហ្នឹងគឺដីអ៊ុយក្រែនទេដំបូងឡាយតែក្រោយមករុស្ស៊ីរំលោភយកដាច់ភឹងតែម្ដងអញ្ចឹងនៅក្នុងនេះគឺអ៊ុយក្រែនបានបង្ហាញចំហរបស់ខ្លួនថាអត់ងាកថយទេអត់ថយក្រោយទេឥឡូវអ៊ុយក្រែនចាប់ផ្ដើមដាក់សម្ពាធរុស្ស៊ីវិញឲ្យចរចាមុនដំបូងរុស្ស៊ីដាក់សម្ពាធអ៊ុយក្រែនវាយសន្ធាប់រហូតឥឡូវកាលមុនគេអត់តដៃគេវាយទប់តែនៅក្នុងប្រទេសគេយើងគ្រាន់បើឥឡូវគេវាយរៀលដាល់ចូលដល់រុស្ស៊ីវិញគ្រាន់បើមិនវាយគេ4ឆ្នាំហើយឥឡូវចាប់ផ្ដើមភ័យព្រោះមានដ្រូនខ្លះទម្លាក់គ្រាប់ដល់ក្រំឡាំងដល់ជិតមូស្គូដល់ពលានយន្តហោះដល់អីឥឡូវផ្ដាច់ស្ពានផ្ដាច់អីទៀតហើយនឹងទម្លាក់គ្រាប់លើកន្លែងរោងចក្រផលិតអគ្គិសនីទៀតរឿងនេះអាចធ្វើឲ្យលោកពូទីនអស់ជំរឿសនៅក្នុងការដែលត្រូវតែចូលចរចាឲ្យដកទ័ពចេញពីតំបន់ដែលគ្រប់គ្រងដែនអធិបតេយ្យរបស់អ៊ុយក្រែនហើយអានេះគឺជារឿងមួយដែលគួរឲ្យចាប់អារម្មណ៍បងប្អូនចាំតាមដានតទៅទៀតអានឹងយើងឃើញគេខ្សោយវាយគេសាច់ចិត្តណាអូបើខ្មែរយើងបានត្រឹមតែមួយចំណិតអ៊ុយក្រែនណាពួកថៃនេះមិនដឹងប៉ោងសពុតរត់ចោលសមរភូមិប៉ុណ្ណាប៉ុន្តែយើងការពារដែនអធិបតេយ្យយើងអត់បានយើងអង្វល់គេចរចាឥឡូវអាបត់ឈប់បាញ់មានហើយយើងទៅចរចាឲ្យគេនៅណានៅហ្នឹងវាផុងរឿងអាចរចាគេនៅណានៅហ្នឹងអ៊ុយក្រែននិងរុស្ស៊ីអត់ធ្វើអញ្ចឹងទេជាការពិតទេបើអត់ចរចានៅណានៅហ្នឹងថៃមិនដឹងវាយយើងស្លាប់ទាហានយើងអស់ប្រមាណជនភៀសសឹកមិនដឹងប្រមាណ100,000នាក់ហើយព្រំដែនយើងមិនដឹងអស់ប្រមាណទៀតមិនមែនតែប៉ុណ្្នឹងទេអាចអស់ច្រើនជាងហ្នឹងទៀតទៅទប់បានប៉ុណ្្នឹងក៏ប៉ុន្តែនៅពេលដែលក្រោយបាត់ឈប់បាញ់មកអ៊ុយក្រែនណែថៃយកបន្លាលួសយកកុងតឺន័រមកលោកហ៊ុនសែនក៏អត់មានអាចនឹងទៅការសិទ្ធស្វ័យការពារខ្លួនក៏ធ្វើអត់បានគឺយើងនៅតែស្ងប់ស្ងាត់អញ្ចឹងរហូតវាដូចថាយើងខ្សោយមែនតើអ៊ុយក្រែនគឺគេវាយបានដោយសារអីបងប្អូនដោយសារតែសហគមន៍អន្តរជាតិជួយអ៊ុយក្រែនអឺរ៉ុបក៏ជួយកាភ្លើងអាមេរិកក៏ជួយកាភ្លើងគេជួយការទូតទៀតខ្មែរយើងអត់អាលីងអាមេរិកក៏នៅខាងថៃចិនក៏នៅកដាលជីចាក់ខ្សែយួនក៏អត់ជួយខ្មែរសហគមន៍អន្តរជាតិអត់មានណាថ្កោលទោសថៃអត់នៅខាងខ្មែរគឺឲ្យយើងដោះស្រាយគ្នាឯងដល់អញ្ចឹងទៅយើងវិធានាតាមពិតអ៊ុយក្រែននិងរុស្ស៊ីក៏អាមេរិកឲ្យដោះស្រាយគ្នាឯងដែរគាត់ថាដោះស្រាយគ្នាឯងគឺអាមេរិកហើយនឹងអឺរ៉ុបជួយកាភ្លើងហើយទៅដល់ពេលមានលុយអ៊ុយក្រែនគេផលិតអាវុធខ្លួនឯងបានគេផលិតបានយូរហើយឥឡូវគេផលិតដ្រូនផលិតអីឥឡូវរុស្ស៊ីយ៉ាប់ហើយទាហានរុស្ស៊ីស្លាប់5លាននាក់ឯងសុំទោស5សែននាក់ឯងកន្លះលានបាទហើយយើងតាមដានរឿងនេះតទៅទៀតចោះរឿងអាមេរិកនេះវិញអត់ចប់សោះអាមេរិកកំពុងតែមានរឿងដែរគឺបាញ់គ្នាអត់ឈប់ជាមួយនឹងអ៊ីរ៉ង់ប៉ុន្តែម្សិលមិញនេះនិយាយទៅម្សិលមិញលោកត្រាំប្រកាសជាផ្លូវការថាផ្អាកព្រោះគម្រោងត្រូវទម្លាក់គ្រាប់យប់មិញឲ្យខ្ទេចអ៊ីរ៉ង់តែម្ដងប៉ុន្តែដល់ពេលគាត់ថាអូឥឡូវឈប់សិនផ្អាកទៀតហើយ
ដោយសារតែមេដឹកនាំអេរ៉ង់ទេមកគាត់ផ្ទាល់ឬក៏សុំឈប់ទម្លាក់គ្រាប់សិនដើម្បីអីចរចាព្រោះគាត់ថាការចរចាហ្នឹងដល់ទីបញ្ចប់ហើយឥឡូវអេរ៉ង់គេថាគេព្រមហើយមានប្រទេសជាសាក្សីមានអារ៉ាប់រួមមានបារ៉ែនមានទួរគីមានស្អីស្អីច្រើនច្រើនណាស់លោកត្រាំគាត់ថាប៉ុណ្ណឹងទៅហើយអញ្ចឹងអាការចរចាបែបនេះគឺនឹងអាចបានផលយកទៅសញ្ញេអត់ទាន់សញ្ញេឡើយទេតែឈប់បាញ់សិនហើយទៅសញ្ញេនៅអឺរ៉ុបអត់ទាន់កំណត់ថ្ងៃទេអាចចុងសប្តាហ៍នេះឬក៏ឆាប់នេះអាហ្នឹងអ្វីដែលលោកត្រាំនិយាយណាដូច្នេះយើងចាំមើលតទៅទៀតទៅព្រោះអីបាត់ឈប់បាញ់ក៏មានហើយហ្នឹងក៏នៅតែបាញ់គ្នាឥឡូវនេះអេរ៉ង់ថាព្រមអីអាមេរិកតតែអេរ៉ង់ឈប់ផលិតអាវុធបរមាណូហើយអេរ៉ង់ក៏ថាបរមាណូហ្នឹងផលិតហេតុអីក៏មិនបានបើអ៊ីស្រាអែលអីគេផលិតបានមករករឿងអីតែអេរ៉ង់អីអញ្ចឹងទៅអញ្ចឹងវានៅប្រទាញបន្ទង់គ្នាប៉ុន្តែខ្ញុំចង់ជម្រាបជូនបងប្អូនថារឿងអត់ងាយចប់ទេទាល់តែជិតដល់ថ្ងៃបោះឆ្នោតនោះអាថ្ងៃ3ខែវិច្ឆិកាឆ្នាំ2026ចុងឆ្នាំនេះព្រោះបោះឆ្នោតនោះបោះឆ្នោតពាក់កណ្ដាលណាត់ទម្លាក់លោកត្រាំអញ្ចឹងរឿងនេះលោកត្រាំបើអូសឲ្យកាន់តែយូរកាន់តែចំណេញនយោបាយតែអ្នកដែលងាប់វិធានាគឺអ៊ីរ៉ង់ដែរបាទបងប្អូនខ្ញុំស្លេះការផ្សាយរបស់ខ្ញុំត្រឹមប៉ុណ្ណឹងចុះនៅសល់ព័ត៌មានប្រមាណទៀតឬក៏ផ្សាយមិនអស់ខ្ញុំនឹងផ្សាយយប់នេះតទៅទៀតហើយបងប្អូននៅទីក្រុងឡុងប៊ិចដែលចង់ទៅទស្សនាការប្រកួតបាល់ទាត់ FIFA World Cup ឆ្នាំ2026ដែលឥតគិតថ្លៃគឺគេមាន screen ធំមួយនៅកណ្ដាលទីក្រុងឡុងប៊ិចនៅផ្លូវ Pine Avenue បាទមហាវិថី Pine ហ្នឹងគឺនៅចន្លោះផ្លូវលេខ3និងផ្លូវ Broadway គឺជាកន្លែងដែលល្អទីតាំងអង្គុយទទួលទានអាហារមានហាងនៅជុំវិញហ្នឹងគួរជាទីមនោរម្យមានកន្លែងចតរថយន្តដែលឥតគិតថ្លៃរយៈពេល2ម៉ោងអញ្ចឹងសូមអញ្ជើញទាំងអស់គ្នាដែលនៅទីក្រុងឡុងប៊ិចឬគឺទីក្រុងក្បែរចង់មកទស្សនាកម្មវិធីទាត់បាល់ពិភពលោកនេះពីថ្ងៃទី11ម្សិលមិញនេះរហូតដល់ថ្ងៃ27គឺគេផ្សាយផ្ទាល់រាល់ថ្ងៃហើយមានម៉ោងមានអីហ្នឹងគឺបងប្អូនអាចទៅមើលព័ត៌មាននៅសាលាក្រុង Long Beach City of Long Beach Facebook ទៅឃើញហើយបាទអរគុណច្រើនបងប្អូនខ្ញុំសូមជម្រាបលាត្រឹមប៉ុណ្ណេះរាត្រីសួស្តីបងប្អូននៅស្រុកខ្មែរអរុនសួស្តីបងប្អូននៅសហរដ្ឋអាមេរិកនិងទីផ្សេងបាទ